បាទគ្រប់ជ្រាបសួរពូម៉ែបងប្អូនទាំងគ្នាបាទថ្ងៃនេះខ្ញុំមកបងបាទមកដល់ឃើញបងគាត់កំពុងបងត្រូវយ៉ាងបងប្អូនបាទគាត់មកតាំងពីម៉ោង3បាទគាត់ប្រាប់ខ្ញុំថាគាត់ថាមកតាំងពីម៉ោង3នេះហើយខ្ញុំមកក៏មកដល់ម៉ោង4ហើយក៏គ្នាតែ1ម៉ោងទេតែបងត្រូវដល់ពេលរងាយទៅអត់សោត្រូវទេរៀងស្ងាត់បងប្អូនភាសាខេនេះក៏ទិវារៀងស្រកខ្ចោលរៀងមកពីជើងខេចំណោខេក្តឹកមកក៏ត្រីវារៀងដែលថាវារត់វាអីណាបងប្អូនត្រីវាចាប់ដើមរត់រស់ស្រះរត់រអីហើយនេះក៏បងស្រាវសិតតែត្រីសត្រីកូនត្រីស្ពីនណាបងប្អូនអត់មានត្រីធំទេមានត្រីសប៉ុណ្ណេះគិតបងនេះក៏ស្នាញ់ពីហ៊ុនបើថាត្រីនេះបើយើងបងស្នាញ់3ហ៊ុនក៏តែជាប់ដែរព្រោះត្រីរឿងធំបងប្អូនត្រីរឿងធំហើយបរិយាកាសយើងនៅវាលស្រែនេះក៏មានអ្នកបងមានអ្នកដោះត្រីមានអ្នកអាំងមានអ្នកផើមានអីទៅបងប្អូនអ្នកបងទៅអ្នកអង្គុយដិតត្រីអាំងផើស៊ីក៏ថានៅបរិយាកាសនៅវាលស្រែនេះក៏វាសបាយបាទហើយនេះมันទឹកហូរលូនេះហូរដាច់លូអើយបងប្អូនកាលវាទឹកធំមិញក៏វាហូរដាច់លូអស់ហូរដាច់ប្លាយអស់នេះគេចាប់ដើមស្រាវទៀតហើយបងប្អូនហើយស្រែស្រូវក៏ចាប់ដើមនេះលិចផ្ដើហើយបងប្អូនបាទលិចក្របស្រូវមកស្រែឆ្នាំនេះគឺកើតមែនទែនបងប្អូនបាទអ្នកគឺសบายចិត្តបានតែស្រែកើតឆ្នាំតមិញស្រូវលួយអស់បងប្អូនលួយឲ្យបានច្រូតបានអីទេនេះគាត់ស្រាវមួយហើយបាទអូគាត់ថាទៅត្រូវមែនទេបងប្អូនបាទមកស្នាញ់4-10ត្រីថា10-20ស្នាញ់ឃើញត្រីហើយខ្លះខ្ធុងហើយបងប្អូននេះត្រីល្អនោះបងប្អូននេះបងបានក៏យកនេះដោះចាំតែដោះទៅលើទៅគឺតែបរិយាកាសនៅវាលស្រែនេះគឺសប្បាយណាស់ខ្ញុំចូលចិត្តនៅបែបស្រុកស្រែបាទនេះត្រីមិនចេះតិចដល់នេះខ្ញុំខ្ញុំបងហើយបងប្អូនខ្ញុំបងត្រូវទេបងប្អូនសាសនាខ្ញុំចាស់ពេកលហេផងអីផងហើយក្លាវាឡើង2ហ៊ុនខ្លះ2ហ៊ុនហាក៏សោតត្រូវទេបងប្អូនបាទនេះឯងបាទចាប់ដើមបងស្រាវតាមទឹកនេះតែវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរបងប្អូនបាទសូមអរគុណចំពោះការទស្សនាហើយសូមបងប្អូនជួយ like ជួយ follow បាទសូមអរគុណសូមជម្រាបលា